ប្រាសាទនេះត្រូវបានសាងសង់ឡើងនៅក្នុងសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1ហើយប្រាសាទនេះស្ថិតនៅភូមិរកាចិនឡុងស្រុកសាច់កណ្ដាលខេត្តកណ្ដាលប្រាសាទនេះស្អាតអត់តែគួរឲ្យសោកស្ដាយមែនទែនពីព្រោះពីមុនគឺវាត្រូវបានពូជចោលគោះយកថ្មទៅបាត់ប្រាសាទនេះធ្វើអំពីអីធ្វើអំពីថ្មបាយក្រៀមហើយមានក្បាច់ស្អាតអត់តែយើងទៅមើលក្បាច់ចម្លាក់នៅលើប្រាសាទទាំងអស់គ្នាចាវ៉ាវអូនេះក្បាច់អីគេនេះកាយមានរាហូចាប់ច័ន្ទហ្នឹងនេះនៅលើផ្ដែវាវ៉ាវតាទៅមើលខ្លះទៀតនំផ្លូវនេះមានប្រាង្គពីរកាយទ្វារនេះមិនបានចេះគេហៅទ្វារអីវាបញ្ឆោតអូមានស្អីគេទីនេះគេនេះទៀតនេះគេទីសត្វនាគគួរសមុទ្រទឹកដោះមានដើកមានអីតាទៀតនេះវត្តគេក្នុងវត្តទៅនៅប្រាសាទនេះមែនទេវត្តប្រាសាទគេនេះជាបុរាណស្ថានរបស់ខ្មែរតែចង់ឲ្យមានការថែរក្សាដោយម្ដេចចង់ឲ្យអ្នកនៅស្រុកនេះឲ្យជួយថែរក្សាប្រាសាទឲ្យបានល្អនិងមិនឲ្យអ្នកណាមកទៀមទាត់គោះយកថ្មឡើយយើងជួយគ្នាសម្អាតเนาะពីព្រោះប្រាសាទនេះគឺជាបន្សល់ទុកតាំងពីដូនតាខ្មែរមកម្ល៉េះយើងថែរក្សាទាំងអនាម័យទាំងថ្មប្រាសាទឲ្យនៅស្អាតគង់វង្សណាមានសំណុំពរមិនមានសំណុំពរឲ្យបងប្អូនអរគ្នាមកទស្សនាប្រាសាទនេះបានម្ដងហើយចាក់ច្បាប់ទោះបីជាមានប្រាង្គពីក៏ដោយក៏ត្រូវមកប្រាសាទនេះដែរពីព្រោះគឺជាប្រាសាទរបស់ដូនតាខ្មែរយើងហើយខ្ញុំក៏ជូនពរបងប្អូនទាំងអស់គ្នាជាពិសេសបងវរៈកងទ័ពដែលជួយការពារទឹកដីខ្មែរយើងកុំឲ្យចោលសៀមឈ្លានពាននិងអ្នកភៀសខ្លួនពីគ្រាប់ភ្លើងអីហ្នឹងខ្ញុំជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អអរគុណជម្រាបលា